យុវជនថៃម្នាក់ហ៊ាននិយាយការពិតអំពីប្រព័ន្ធអប់រំដ៏អសិលធម៌របស់ថៃនៅក្នុងអតីតកាលពិភពលោកទទួលស្គាល់ថាប្រទេសថៃគឺជាប្រទេសដ៏ទំនើបស៊ីវិល័យសម្បូរបែបជាពិសេសសម្បូរទៅដោយបញ្ញវន្តអ្នកចេះដឹងអ្នកជំនាញនៅក្នុងវិស័យផ្សេងៗជាច្រើនតាមពិតទៅបញ្ញវន្តនិងអ្នកចេះដឹងគឺជាគ្រឹះដ៏សំខាន់របស់ប្រទេសមួយហើយដែលគ្រឹះនេះជួយទៅដល់ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនយ៉ាងឆាប់រហ័សនៅចុងរជ្ជកាលព្រះបាទរាមាទី9ដែលគ្រប់គ្នាស្គាល់ថាជាព្រះមហាក្សត្រភូមិពលអាប់ឌុលយ៉ាដេតប្រទេសថៃចាប់ផ្ដើមរង្គោះរង្គើនៅពេលដែលព្រះអង្គមានព្រះរាជសុខភាពមិនអំណោយផលមិនអាចសម្រេចការងារក្នុងប្រទេសជាតិបានច្រើនដូចមុនក្រុមអាម៉ាតដែលយើងស្គាល់ថាជាក្រុមប្រឹក្សាព្រះមហាក្សត្របានធ្វើការក្តោបក្តាប់អំណាចរួមទាំងអំណាចយោធាផងដែរដោយធ្វើឲ្យប្រទេសថៃបាត់បង់ប្រជាធិបតេយ្យនាយករដ្ឋមន្ត្រីកាន់តំណែងមិនជាប់លាប់ដោយសារតែអំណាចយោធានិងខ្សែរាជវង្សតាមពិតទៅនៅក្នុងប្រទេសថៃក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែរក្នុងសង្គមតែងតែមានបញ្ញវន្តដែលមានការអប់រំខ្ពស់សាមញ្ញជនធម្មតាដែលទទួលបានការអប់រំមធ្យមនិងប្រជាជនដែលមិនទទួលបានការអប់រំតតែសោះគ្មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេចំណែកឯសិលធម៌របស់ប្រជាជនក៏មិនដូចគ្នា 100% ទាំងអស់នោះដែរតែអ្វីដែលសំខាន់នោះគឺមេដឹកនាំប្រទេសប្រកាន់ខ្ជាប់នៅក្រមសិលធម៌របៀបណាបើយើងប្រៀបធៀបពីសិលធម៌របស់មេដឹកនាំថៃនិងកម្ពុជាខុសគ្នាដូចដីនិងមេឃមេដឹកនាំថៃមិនត្រឹមតែមិនបានហាមប្រជាពលរដ្ឋខ្លួនឲ្យឈប់ប្រព្រឹត្តនៅទង្វើអសិលធម៌ប៉ុណ្ណោះទេថែមទាំងសរសើរលើកទឹកចិត្តនិងគាំទ្រពលរដ្ឋដែលគ្មានសិលធម៌គ្មានការអប់រំគ្មានអាណាព្យាបាលប្រដៅធ្វើទង្វើដែលបំផ្លាញជាតិនិងអាប់អោនដល់កិត្តិយសជាតិរបស់ខ្លួនថែមទៀតផងចំណែកឯប្រទេសកម្ពុជាវិញក៏មិនពេញលេញ 100% នោះដែរប្រទេសកម្ពុជាក៏មានប្រជាជនខ្លះដែលមានក្រមសីលធម៌មិនពេញលេញការយល់ដឹងនៅមានកម្រិតតែមេដឹកនាំកម្ពុជាដឹងពីអ្វីដែលខុសអ្វីដែលត្រូវហើយធ្វើការណែនាំពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើទង្វើដែលពិភពលោកមិនទទួលស្គាល់គោរពច្បាប់អន្តរជាតិមានសីលធម៌មិនរើសអើងចំណែកឯប្រជាពលរដ្ឋវិញក៏បង្ហាញនៅសាមគ្គីភាពតាមរយៈការស្ដាប់តាមនិងអនុវត្តតាមថ្នាក់ដឹកនាំប្រទេសរបស់ខ្លួនផងដែរនៅក្នុងសង្គមថៃបច្ចុប្បន្ននេះក្រោមការក្តោបក្តាប់អំណាចរបស់ស្ដេចជក់ម៉ារីមាទី10សង្គមថៃដែលមានប្រជាជនជាអ្នកចេះដឹងមានសិលធម៌មានការអប់រំខ្ពស់ចេះគិតត្រឹមត្រូវបានគេបំបិទមាត់បំផិតបំភ័យឬគំរាមកំហែងរីឯអ្នកដែលគ្មានសិលធម៌ធ្វើនៅទង្វើថោកទាបប្រឆាចនៅច្បាប់អន្តរជាតិបំផ្លាញមុខមាត់ប្រទេសជាតិបំផ្លាញសេដ្ឋកិច្ចជាតិបំផ្លាញសេចក្តីសុខនិងការរស់នៅរបស់ប្រជាជនទាំងនោះត្រូវបានលើកទឹកចិត្តជំរុញនិងគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់ក្រុមអាម៉ាតយោធានិងខ្សែរាជវង្សថៃតែម្ដងសូមស្ដាប់ការលើកឡើងរបស់យុវជនថៃម្នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យจุฬาលង្កនដែលហ៊ាននិយាយការពិតអំពីប្រព័ន្ធអប់រំដ៏អសិលធម៌របស់ថៃជាពិសេសភាពប្រងើយកន្តើយមិនយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំថៃតែម្ដងយុវជនថៃម្នាក់ចាក់ចំដំណើរសង្គមខ្លួនថាប្រព័ន្ធអប់រំថៃបង្រៀនមនុស្សឲ្យស្រឡាញ់ប្រទេសដោយមនោសញ្ចេតនាប៉ុន្តែមិនបង្រៀនពួកគេឲ្យស្រឡាញ់អ្នកដទៃនិងគោរពសិទ្ធិមនុស្សឡើយបណ្ដាញសង្គមថៃកំពុងស្ថិតក្នុងស្ថានភាពដ៏ក្តៅគគុកជាមួយនឹងខ្លឹមសារវាយប្រហារប្រទេសថៃចំចំពោះពាក្យមួយឃ្លាថាស្នេហាជាតិដែលពួកគេបានបំលែងពាក្យនេះទៅជាឧបករណ៍ដ៏គួរឲ្យស្អប់ខ្ពើមនិងកេងចំណេញយកប្រជាប្រិយភាពផ្ទាល់ខ្លួនត្បិតយុវជនថៃម្នាក់បានចាក់ចំដំណើរសង្គមថៃថាប្រព័ន្ធអប់រំថៃបង្រៀនមនុស្សឲ្យស្រឡាញ់ប្រទេសដោយមនោសញ្ចេតនាប៉ុន្តែមិនដែលបង្រៀនឲ្យពួកគេស្រឡាញ់អ្នកដទៃនិងគោរពសិទ្ធិមនុស្សឡើយហើយសប្តាហ៍ថ្ងៃនេះមានប្រជាពលរដ្ឋថៃជាច្រើនបានលើកទង់ជាតិខ្ពស់ស្របពេលដែលពួកគេបានបន្ទាបបន្ថោក្រមសីលធម៌របស់ខ្លួនទៅវិញថ្លែងលើបណ្ដាញផ្សព្វផ្សាយសង្គម Facebook ម្ចាស់គណនីឈ្មោះផាត់ថាវងកន្តមានពងសវណ្ឌីរាជគុណមកពីមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យจุฬาលង្កនក្រុងបាងកកបានសរសេរសំណេររិះគន់នៅទង្វើនិងការយល់ខុសរបស់ពលរដ្ឋក្នុងសង្គមថៃចំពោះពាក្យមួយឃ្លាថាស្នេហាជាតិដែលពួកគេបានធ្វើឲ្យពាក្យនេះក្លាយជាឧបករណ៍ទីផ្សារដ៏គួរឲ្យស្អប់ខ្ពើមនិងបង្ហាញពីភាពល្ងងខ្លៅខាងសិលធម៌ទៅវិញអ្នកលេងបណ្ដាញសង្គមរូបនេះបាននិយាយថាពាក្យថាស្នេហាជាតិបានក្លាយជាជំនួយនៃភាពល្ងងខ្លៅនៅក្នុងប្រទេសថៃខណៈដែលការអប់រំនៅក្នុងសង្គមថៃវិញមិនដែលបានបង្រៀនមនុស្សឲ្យចេះបែងចែកពាក្យថាស្នេហាជាតិចេញពីពាក្យស្អប់ខ្ពើមជាតិសាសន៍ដទៃនោះទេហើយវាក៏មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះដែរដែលមនុស្សដោយលោកកាន់ចោមផាឡាំងត្រូវបានក្លាយជាវីរបុរសក្នុងពេលត្រឹមតែមួយយប់របស់មហាជនថៃជាមួយគ្នានេះលោកក៏បានបន្តទៀតថាពិភពលោកបានស្គាល់លោកកាន់ចោមផាឡាំងយ៉ាងច្បាស់
ក្នុងពេលនាំមុខក្បួនដង្ហែរថយន្តដឹកលាមកដែលមានទង់ជាតិថៃបក់រវិចពីលើនិងចាក់ធុងបាសជាសម្លេងខ្មោចលងសម្លេងយន្តហោះសម្លេងឆ្កែលូនិងបង្ហោះរូបអាបរូបខ្មោចផ្សេងៗរូបខានប្រជាជនកម្ពុជានៅព្រំដែនខេត្តបន្ទាយមានជ័យលោកថាមនុស្សដោយកាន់ចោមផាឡាំងមិនអាចរស់នៅបាននោះទេបើគ្មានពួកជ្រុលនិយមថៃយោធាថៃនិងនាយករដ្ឋមន្ត្រីមិនជាប់លាប់ថៃលើកទឹកចិត្តនិងគាំទ្រនោះដែលនេះបានបង្ហាញពីការបរាជ័យយ៉ាងខ្លាំងផ្នែកសិលធម៌នៅក្នុងសង្គមថៃជាងនេះទៀតសោតវាគឺជារឿងដែលគួរឲ្យសោកសង្វេគបំផុតដែលអ្នកទស្សនាជាច្រើនមានអារម្មណ៍ថាមានមោទកភាពពេលឃើញនរណាម្នាក់ស្រែកជេរប្រមាថប្រទេសជិតខាងជំនួសខ្លួនហាក់ដូចជាពួកគេកំពុងសងសឹកចំពោះប្រវត្តិសាស្ត្រដែលពួកគេមិនបានអានចប់ទាំងដែលការពិតអ្វីដែលពួកគេកំពុងធ្វើគឺបានលក់មុខប្រទេសថៃឲ្យមើលឃើញពីភាពមិនស៊ីវិល័យនិងពោពេញដោយទង្វើឈួតឆ្កួតនៅក្នុងក្រសែភ្នែកពិភពលោកទៅវិញទន្ទឹមគ្នានេះយុវជនផាត់ថាវងកាន់តាម៉ានបានបន្ថែមទៀតថាជាតិសាសន៍មួយដែលត្រូវបានបង្ហាត់បង្រៀនឲ្យចេះស្នេហាជាតិតាមរយៈបទចម្រៀងស្នេហាជាតិនិងសៀវភៅប្រវត្តិសាស្ត្របានក្លាយជាភាពច្របូកច្របល់បង្វិលខួរក្បាលឲ្យទៅជាការជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់អ្នកជិតខាងដែលបានចាត់ទុកថាខ្លួនមិនមានកំហុសទៅវិញលោកថាកូនរបស់យើងច្រៀងភ្លេងជាតិជារៀងរាល់ព្រឹកប៉ុន្តែយើងមិនដែលបានបង្ហាត់បង្រៀនពួកគេឲ្យយល់ពីគោលគំនិតនៃពាក្យថាសន្តិភាពឬសិទ្ធិមនុស្សនោះទេហើយក៏មិនដែលនិយាយអំពីសមភាពសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកជិតខាងផងដែរខណៈដែលសង្គមថៃសប្តាហ៍ថ្ងៃពាក្យថាស្នេហាជាតិគឺបានបដូរន័យប្រែមកថាជាការរំលោភសិទ្ធិមនុស្សរបស់ជាតិសាសន៍ដទៃដែលវាមិនខុសពីការប្រកាសសង្គ្រាមលើសិលធម៌សកលនោះឡើយ